លោកបណ្ឌិតបានលើកឡើងចឹងលោកបណ្ឌិតបានធ្លាប់ឈរជាមួយនឹងកម្ដៅថ្ងៃជាង20ឆ្នាំបាទដូចឧទាហរណ៍មួយទៀតគឺវាយ3ដែរដួលតើកម្ពុជាមានបទពិសោធន៍យ៉ាងណាបាទពលលោកបណ្ឌិតថាតើតែយើងស៊ូទ្រាំច្រើនណាបានយើងបានភាពធន់ប៉ុណ្ណឹងអញ្ចឹងតើកម្ពុជាយើងមានបទពិសោធន៍យ៉ាងណាខ្លះដែលយើងអាចឈរនៅក្នុងកម្រិតភាពធន់រហូតដល់0.65យ៉ាងនេះផងដែរបាទសូមជឿបាទសូមបញ្ជាក់ដែរថាកម្រិតឬក៏សន្ទុះនៃភាពធន់ដែលជាការសាក់លបងនៅវិធីសាស្ត្រហើយយើងប្រើប្រាស់នៅទិន្នន័យសំខាន់យកមកធ្វើការកណនានេះយើងស្ថិតនៅក្នុងកម្រិតខ្ពស់ដំបូង 0.65 ហើយដោយឆ្លើយតបទៅនឹងសំណួរដែរអំពីបទពិសោធន៍ឬក៏កម្ពុជាបានខិតខំយ៉ាងណាខ្លះទើបឈានដល់កម្រិតនេះរយៈពេល20ឆ្នាំបាទរយៈពេល20ឆ្នាំមុនការចូលមកដល់មុនការជួបប្រទះទៅនឹងវិបត្តិសុខភាពសាធារណៈជាសកលក្នុងឆ្នាំ2020ភាពមិនប្រកបជាកម្រិតខ្ពស់នៃភូមិសាស្ត្រនយោបាយជាសកលសង្គ្រាមរុស្ស៊ីអ៊ុយក្រែនសង្គ្រាមមជ្ឈិមបូព៌ាបាទក្នុងតំបន់ហើយនឹងចំនួនកម្ពុជាព្រំដែនថៃហើយកម្ពុជានៅតែអាចឈរបានប៉ុណ្ណេះគឺយើងបានឆ្លងកាត់នឹងយើងបានដើរនៅលើវិថីមួយដ៏ត្រឹមត្រូវតាមរយៈគោលនយោបាយក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាពដែលយើងផ្ដើមចេញពីបើយើងគិតទៅតាមលទ្ធផលនៃផលិតផលក្នុងស្រុកសរុបពីឆ្នាំ2000រហូតដល់ឆ្នាំ2019រយៈពេល20ឆ្នាំនេះយើងឃើញថាអត្រាកំណើនសេដ្ឋកិច្ចជាង7% ក្នុងមួយឆ្នាំជាមធ្យមហើយក្នុងចន្លោះនោះដែរឃើញថាឆ្នាំខ្លះបាទបើតាមខ្ញុំចាំមិនខុសគឺឆ្នាំ2013យើងមានអត្រាកំណើនសេដ្ឋកិច្ចរហូតដល់13%បាទរហូតដល់13%អញ្ចឹងជាមធ្យមជាង7%នេះគឺជាកម្រិតមួយដែលល្អប្រសើរណាស់ដែលជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាពីព្រោះកម្ពុជាមួយនេះជារបស់យើងទាំងអស់គ្នាអញ្ចឹងបើយើងបែងចែកជាពីរដំណាក់កាលដំបូងគឺជាដំណាក់កាលផ្ដើមអភិវឌ្ឍចាប់ផ្ដើមអភិវឌ្ឍរយៈពេល10ឆ្នាំដំបូងគឺឆ្នាំ2010បាទគឺទសវត្សរ៍ឆ្នាំ2010នេះគឺយើងជាដំណាក់កាលដំបូងក្នុងការកសាងសេដ្ឋកិច្ចបាទយើងកសាងសេដ្ឋកិច្ចបាទហើយដំណាក់កាលពី2010មក2019នេះយើងចាត់ទុកថាជាដំណាក់កាលនៃភាពប្រសើរឡើងបាទភាពប្រសើរឡើងព្រោះវាជារឿងធម្មតាទេយើងអត់អាចល្អភ្លាមនេះគឺយើងផ្ដើមចេញពីការអភិវឌ្ឍនៅប្រមាណជាមួយទសវត្សរ៍ក្នុងទសវត្សរ៍ឆ្នាំ2010ហើយក្នុងឆ្នាំ2000ហើយចាប់ពី2010មកយើងដោយសារតែយើងមានកំណើនសេដ្ឋកិច្ចហើយជីវភាពប្រជាពលរដ្ឋមានការល្អប្រសើរឡើងតាមរយៈការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជាអញ្ចឹងដំណាក់កាលនៃភាពល្អប្រសើរឡើងនៃសេដ្ឋកិច្ចរបស់យើងក្នុងទសវត្សរ៍ឆ្នាំ2010ហើយទាំងអស់នេះទើបអាចនាំឲ្យយើងឈានទៅដល់សមត្ថភាពក្នុងការទប់ទល់ដោយតែបានលើកឡើងតាំងពីដើមកម្មវិធីអំពីអ្វីដែលជាភាពធន់របស់កម្ពុជាយើងនេះបាទ